ជាបឋមខ្ញុំសូមគោរពដល់អង្គសមាជជាទីគោរពសូមគោរពដល់គណៈអធិបតីដែលមានវត្តមាននៅទីនេះជារួមមានលោកទីប្រឹក្សារបស់គណៈបកកម្លាំងជាតិគឺលោកគ្រូរងឈុនសូមគោរពដល់លោកប្រធានស្ដីទីលោកជាមនីនិងសូមគោរពដល់លោកសុកកំសែងដែលជាប្រធានគណៈប្រតិបត្តិថ្នាក់ជាតិរបស់គណៈបកកម្លាំងជាតិនិងសូមគោរពដល់គណៈកម្មាធិការនយោបាយទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងសូមថ្លែងអំណរគុណទៅដល់អ្នកសារព័ត៌មានជាតិក្តីអន្តរជាតិក្តីនិងជាពិសេសសូមស្វាគមន៍និងជម្រាបសួរដល់បងប្អូនទាំងអស់ដែលជាវីរជនជាអ្នកស្នេហាជាតិពិតប្រាកដរបស់គណៈបកកម្លាំងជាតិជ័យគណៈបកកម្លាំងជាតិជ័យយុវជនយុវរីដែលក្លាហានរបស់គណៈបកកម្លាំងជាតិដោយអស់លោកដែលជាអង្គសមាជជ្រាបស្រាប់ហើយនៅការអធិប្បាយរបស់ថ្នាក់ដឹកនាំរបស់យើងគឺថ្នាក់ដឹកនាំរបស់គណៈបកកម្លាំងជាតិវាប្រកបអំពីស្ថានភាពនយោបាយក្តីស្ថានភាពនៃការវិវត្តរបស់គណៈបកកម្លាំងជាតិក្តីខ្ញុំសូមអរគុណជាថ្មីម្ដងទៀតដល់អស់លោកដែលជាថ្នាក់ដឹកនាំរបស់គណៈបកកម្លាំងជាតិបានចាត់តាំងលោកខ្ញុំបោះចោលឲ្យលោកខ្ញុំទៅជាប្រធានសមាជដើម្បីនឹងគ្រប់ទៅតាមនីតិវិធីច្បាប់ដើម្បីឲ្យវារលូនទៅតាមច្បាប់របស់ប្រជាជាតិកម្ពុជានិងតាមនីតិវិធីនៃអង្គបោះឆ្នោតខ្ញុំសូមស្នើបន្ទាប់ពីការពិភាក្សារបស់គណៈអចិន្ត្រៃយ៍និងគណៈកម្មាធិការនយោបាយទាំងអស់ស្នើបេក្ខជន2រូបដើម្បីប្រកាសសុពលភាពពីព្រោះគណៈបកកម្លាំងជាតិត្រូវការមេដឹកនាំគឺយើងឃើញហើយមេដឹកនាំតែថាយើងអ្វីមិនដែលបានឡើងមកនេះគឺយើងនឹងប្រកាសសុពលភាពឲ្យខ្លាយទៅជាថ្នាក់ដឹកនាំកម្ពុជារបស់គណៈបកកម្លាំងជាតិដូច្នេះបេក្ខជន2រូបដែលយើងបោះឆ្នោតនិងបោះឆ្នោតនៅពេលបន្តិចទៀតនេះដោយការលើកដៃរបស់អង្គសមាជគឺមាន2រូបគឺរូបលោកជាមនីដែលជាប្រធានស្ដីទីឲ្យខ្លាយទៅជាប្រធានគណៈបកកម្លាំងជាតិនិងទី2គឺលោកសុកកំសែងជាអនុប្រធានរបស់គណៈបកកម្លាំងជាតិដើម្បីឲ្យស្របតាមនីតិវិធីច្បាប់ជាការចាំបាច់ដើម្បីឲ្យគណៈបកកម្លាំងជាតិដំណើរការឲ្យរលូនទៅតាមនីតិវិធីច្បាប់និងស្របតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាខ្ញុំសូមការអនុម័តពីអង្គសមាជពីអស់លោកស្រីដែលជាអង្គសមាជនេះលើកដៃហើយអបអរសាទរនៅបេក្ខជនទាំង2រូបនេះជាថ្នាក់ដឹកនាំកម្ពុជារបស់គណៈបកកម្លាំងជាតិដូច្នេះបើសិនជាអស់លោកស្រីយល់ព្រមហើយធ្វើការអនុម័តសូមលើកដៃនិងអបអរសាទរទៅដល់បេក្ខជនទៅដល់ថ្នាក់ដឹកនាំទាំង2រូបដែលជាប្រធាននិងអនុប្រធានរបស់គណៈបកកម្លាំងជាតិបើយោងទៅលើការឃើញរបស់ខ្ញុំដែលជាប្រធានសមាជខ្ញុំឃើញថាអស់លោកស្រីបានលើកដៃស្របហើយនឹងយល់ព្រមអនុម័តឲ្យលោកទាំងពីរខ្លាយទៅជាថ្នាក់ដឹកនាំកម្ពុជារបស់គណៈបកកម្លាំងជាតិយើងជ័យយោប្រជាណាចក្រកម្ពុជាជ័យយោអ្នកប្រជាធិបតេយ្យជ័យយោអ្នកស្នេហាជាតិជ័យយោគណៈបកកម្លាំងជាតិដូច្នេះដើម្បីមុននឹងទុកទូនីតិទៅដល់លោកប្រធាននិងលោកអនុប្រធានរបស់គណៈបកកម្លាំងជាតិខ្ញុំសូមថ្លែងអំណរគុណហើយសូមកោតសរសើរនៅវីរភាពរបស់អស់លោកស្រីដែលជាអង្គសមាជនៅថ្ងៃនេះដែលជាអ្នកប្រជាធិបតេយ្យអ្នកស្នេហាជាតិពិតប្រាកដគឺធ្វើដំណើររួមគ្នាជាមួយគ្នាដើម្បីដឹកនាំនាវាកម្ពុជាឲ្យក្លាយទៅជាប្រទេសនីតិរដ្ឋច្បាស់លាស់គឺមានវឌ្ឍនភាពគឺបំរើផលប្រយោជន៍ជាពលរដ្ឋពិតប្រាកដសូមអរគុណជ័យយោគណៈបកកម្លាំងជាតិ
ជាកម្ពុជាអបអរសាទរសមាជពីសមាជគណៈបកកម្លាំងជាតិដូច្នេះសូមឲ្យលោកប្រធាននិងលោកអនុប្រធានសម្រួលអរិយាប័ត្រតាមការគោលបាទនឹងហើយដូច្នេះខ្ញុំសូមឲ្យលោកប្រធាននិងលោកអនុប្រធានដឹកនាំអង្គសមាជដើម្បីប្រកាសនៅសមាជិកភាពរបស់គណៈកម្មការនយោបាយជាបន្តទៅទៀតទៅតាមនីតិវិធីច្បាប់ហើយមុននឹងជូនមីក្រូទៅថ្នាក់ដឹកនាំយើងខ្ញុំសូមជូនពរជ័យដល់អស់លោកលោកស្រីទាំងអស់ដែលជាអង្គសមាជឲ្យមានសុខភាពបរិបូរណ៍ធ្វើដំណើររួមគ្នាដើម្បីជោគជ័យនៅឆ្នាំ2027និង2028ខាងមុខនេះសូមអរគុណ